សួស្តីបងអូនវិលមកជួបគ្នាម្ដងទៀតហើយថ្ងៃនេះខ្ញុំចង់មកបង្ហាញវិធីធ្វើជ្រក់ស្ពៃក្តោបបងអូនជាដំបូងបងអូនលាងស្ពៃក្តោបឲ្យស្អាតតែប៉ុន្តែមុននឹងលាងនឹងដាក់ត្រាំទឹកចោលសិនណាបងអូនហើយសម្រោះទឹកឲ្យស្ងួតហើយបងអូនលាបដាក់ចូលកន្លដូចខ្ញុំអញ្ចឹងមកណាបងអូនមានខ្ទឹមសខ្ទឹមក្រហមហើយនឹងម្ទេសអញ្ចឹងមកបងអូនហើយនៅពេលដែលបងអូនរៀបចូលកន្លអស់ហើយបងអូនចាប់ផ្ដើមមកធ្វើទឹកសុសជាមួយគ្នាបងអូនជាដំបូងយើងបើកឆ្នាំងឲ្យក្តៅសិនទៅបងអូនហើយយើងយកស្ករត្នោតចំនួន200ក្រាមបងអូនចំនួន200ក្រាមហើយរំលីងឲ្យឡើងជើងក្រងហើយយើងចាក់ទឹកចំនួន1លីត្រកន្លះយើងកូរឲ្យវាពុះហើយយើងចាប់ផ្ដើមដាក់អំបិលចំនួន3ស្លាបព្រាកន្លះហើយដាក់ប៊ីចេងចំនួន1ចុងស្លាបព្រាកាហ្វេបងអូនហើយកូររហូតដល់ពុះហើយយើងអាចចាក់ចូលទៅក្នុងស្ពៃរបស់យើងបានហើយពេលពុះភ្លាមយើងចាក់ចូលស្ពៃរបស់យើងភ្លាមតែម្ដងបងអូននៅពេលដែលចាក់ចូលហើយបងអូនកុំបិទក្រឡសិនណាបងអូនយើងបើកក្រឡសិនដើម្បីឲ្យវាចុះត្រជាក់សិនចាំយើងបិទក្រឡបងអូនហើយនេះគឺជាសភាពស្ពៃជ្រក់របស់យើងចំនួនបាន3ថ្ងៃហើយបងអូនគឺមានសភាពពណ៌ក៏ស្អាតហើយរសជាតិក៏ឆ្ងាញ់ហើយស្រួយទៀតបងអូនភ្លក់សិនទៅបើសិនជាបងអូននៅស្ទើជូរទេសម្រាប់បងអូនអាចរក្សាទុកក្រៅទូទឹកកកសិនបើសិនជាបងអូនល្មមហើយបងអូនអាចរក្សាទុកក្នុងទូទឹកកកវិញបានហើយទុកបានយូរណាបងអូនចង់ញ៉ាំជាមួយត្រីអាំងក៏បានសាច់អាំងក៏បាននិយាយរួមមកត្រូវណាបងអូនគឺវារសជាតិវាឆ្ងាញ់ហើយស្រួយជូរល្មមទៀតបងអូន